នៅរសៀលថ្ងៃទី20ខែវិច្ឆិកាឆ្នាំ2025នេះរដ្ឋបាលស្រុកសន្តានបានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រោមអធិបតីភាពរបស់លោកស៊ិនវណ្ណវុឌ្ឍអភិបាលនៃគណៈអភិបាលស្រុកសន្តាននិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកចំពោះសមាជិកភាពផ្សេងៗដែលចូលរួមនៅក្នុងកិច្ចប្រជុំនេះរួមមានលោកស្រីអភិបាលរងលោកនាយករដ្ឋបាលកងកម្លាំងទាំង3មន្ត្រីរាជការចំណុះរដ្ឋបាលស្រុកសន្តានលោកមេឃុំគ្រប់ឃុំនិងនាយប៉ុស្តិ៍គ្រប់ប៉ុស្តិ៍ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំនេះពេលនេះក្រោយពីបានជួបជុំគ្នាហើយលោកអភិបាលនិងជាប្រធានគណៈបញ្ជាការឯកភាពក៏បានជម្រាបជូនអង្គប្រជុំអំពីគោលបំណងនៃកិច្ចប្រជុំថ្ងៃនេះគឺពាក់ព័ន្ធនឹងការងារចាំបាច់មួយចំនួនត្រូវលើកឡើងនិងលើកយកមកវិភាសានិងចូលរួមដោះស្រាយទាំងអស់គ្នាទី1ទាក់ទងនឹងការធ្វើរបាយការណ៍ប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសូមច្បិចយកតែការងារណាដែលសំខាន់ដែលជំនាញឬអង្គភាពរបស់ខ្លួនបានអនុវត្តប៉ុណ្ណោះទី2ការចូលរួមត្រួតពិនិត្យលើការកែលម្អសោភ័ណភាពនៅក្នុងផ្សារនានានៅក្នុងស្រុកសូមឲ្យមន្ត្រីជំនាញសហការជាមួយលោកមេឃុំមេប៉ុស្តិ៍និងអ្នកយកពណ៌ភាសាផ្សារចុះផ្សព្វផ្សាយឲ្យបងប្អូនអាជីវករលក់ដូរក្នុងផ្សារឬនៅតាមទីប្រជុំជននានាឲ្យពួកគាត់ចូលរួមសម្អាតនិងរក្សាអនាម័យបរិស្ថាននៅតាមប្រព័ន្ធលូបង្ហូរទឹកនិងរៀបចំឲ្យមានសណ្ដាប់ធ្នាប់កុំឲ្យសម្រាមចោលពីវាលពីកាលចំពោះអ្នកយកភាសាផ្សារក៏ត្រូវធ្វើយ៉ាងណាដឹកសម្រាមយកទៅចោលឲ្យបានត្រឹមត្រូវកុំទុកសម្រាមចោលនៅទីប្រជុំជនយូរពេកដែលបណ្ដាលឲ្យជះក្លិនមិនល្អទី3បញ្ហាបទល្មើសព្រៃឈើទាំងជំនាញទាំងអាជ្ញាធររួមជាមួយបងប្អូនដែលជាសមាជិកសហគមន៍ក៏ត្រូវធ្វើយ៉ាងណារួមគ្នាសហការចុះបង្ក្រាបបទល្មើសព្រៃឈើនេះឲ្យម៉ឺងម៉ាត់ត្រូវតាមដានមុខសញ្ញាបទល្មើសឲ្យបានច្បាស់លាស់ថាចេញពីប្រភពណាដើម្បីងាយស្រួលយើងអនុវត្តតាមច្បាប់ទី4បញ្ហាចរាចរណ៍ក៏យើងត្រូវយកចិត្តទុកដាក់ដែរគឺជំនាញផ្នែកចរាចរណ៍ត្រូវត្រួតពិនិត្យមើលចំពោះអ្នកបើកបរក្នុងល្បឿនលឿនហួសដែនកំណត់ដែលច្បាប់អនុញ្ញាតឬបំពងសម្លេងឮខ្លាំងៗនិងការបើកបរជែងគ្នាដោយមិនគោរពច្បាប់ចរាចរណ៍ជាដើមទី5បញ្ហាគ្រឿងញៀនសូមឲ្យកម្លាំងជំនាញអធិការធ្វើយ៉ាងណាយកចិត្តទុកដាក់តាមដានត្រួតពិនិត្យរាល់មុខសញ្ញាផ្សេងៗរបស់ជនល្មើសដូចជាការចែកចាយឬការប្រើប្រាស់ហើយចំពោះជនល្មើសដែលចែកចាយគ្រឿងញៀននេះត្រូវចាប់យកមកអនុវត្តតាមនីតិវិធីច្បាប់ឲ្យបានចុងក្រោយលោកអភិបាលនិងជាប្រធានគណៈបញ្ជាការឯកភាពស្រុកក៏បានធ្វើការបូកសរុបនិងសំណូមពរដល់សមាជិកអង្គប្រជុំធ្វើយ៉ាងណាត្រូវចូលរួមសហការគ្នាដោះស្រាយបញ្ហាទាំងអស់នេះឲ្យបានល្អប្រសើរថែមមួយកម្រិតទៀតបាទសូមអរគុណ